សួស្តីបងប្អូនជំរាបសួរបាទในវីដេអូចេញពីត្រីជៀនទីលាប់យ៉ាងណាជៀនត្រីទីលាប់យ៉ាង1 គីឡូហ្មងជៀនប្រៃបាក់ខ្ញុំដឹងថារសជាតិប៉ុណ្ណាហើយរបៀបជៀនលុយយ៉ាងណាបងប្អូនណាគឺទស្សនាដល់យើង Let's go បាទមុនមកឡើយយើងបញ្ឆេះភ្លើងសិនបន្ទាប់មកយើងដាក់ខ្ទះឲ្យក្តៅដាក់ខ្ទះឲ្យក្តៅខ្លាំងហើយចាំយើងដាក់ខ្លាញ់ចូលណាបងណាដាក់ខ្លាញ់ឬក៏ដាក់ប្រេងតែសម្រាប់ខ្ញុំនេះគឺខ្ញុំដាក់ខ្លាញ់ជ្រូកបងប្អូនណាខ្លាញ់ជ្រូកតែជំនឿដល់ខ្លួនឯងតែខ្ញុំប្រើខ្លាញ់ជ្រូកខ្ញុំអត់ប្រើប្រេងសណ្ដែកទេខ្ញុំប្រើខ្លាញ់ជ្រូកនេះយើងទិញខ្លាញ់គេមកវាយកមកចំហៀវយកខ្លួនឯងទៅប្រើខ្លួនឯងអញ្ចឹងប្រហែលជា1 គីឡូឯងខ្ញុំប្រើបានដល់2 ខែហ្នឹងបង1 គីឡូខ្លាញ់ហ្នឹងយើងចំហៀវទៅប្រើបាន2 ខែទៅរបៀបចំហៀវគឺស្រួលងាយតែម្ដងអត់ពិបាកទេហើយមានក្លិនឈ្ងុយទៀតយើងដាក់ខ្លាញ់ឲ្យក្តៅហើយបន្តមកទៀតយើងដាក់ត្រីចូលតែម្ដងឡើងចូលឡើងសំឡេងលឺសូរឡើងឈីវតែម្ដងដល់តែឆ្ងាញ់ហើយជាតិតែម្ដងឥឡូវនេះយើងចាប់ផ្ដើមប្រែវាទៅស្រឡះវាណាកន្លះវាចេញទៅអានេះដោយសារអីដោយសារបើសិនជាមានអាខ្ទះល្អរបស់គេនោះអាតម្លៃថ្លៃរបស់គេអាចជិះអត់ជាប់នោះអានឹងយើងស្រួលកន្លះយកមកបងប្អូនណាតែដោយសារតែខ្ទះខ្ញុំខ្ទះចាស់ដែរហើយផ្ទះខ្ញុំឆ្នៃយកប្រើទេផ្ទះនេះឆ្នៃពីឆ្នាំងស៊ុបគេទេឆ្នាំងស៊ុបគេខូចហ្នឹងខ្ញុំឆ្នៃយកប្រើមុនបងវាអត់ជាប់ដែរមុនដល់ពេលយូរឥឡូវវាជាប់យើងប្រើច្រើនយកឆាយកអីចឹងណាឥឡូវទីទៀតចាំកន្លះនេះខូបវាសិនខូបឲ្យវាក្រៀមខាងក្រោមសិនចាំយើងកន្លះជាក្រោយហើយក្រៀមបន្តិចកន្លះទៅវាអត់ជាប់អត់សូវជាប់ហ្នឹងណាឥឡូវនេះចាប់ដើមកន្លះត្រីនឹងម្ដងនោះមើលកន្លះវាកន្លះចាប់ដើមកន្លះវាទៅវាជាប់ស្អិតតិចហ្នឹងណាស្អិតតិចបើតាផ្ទះយើងផ្ទះចាស់គឺទៅល្អដោយផ្ទះគេថ្មីយ៉ាងមានអីអត់ជាប់ដែរតាពណ៌ឡើងអែមតែម្ដងតែជាតិទៅមកណាត្រីថ្មីចេះអូយផ្អែមណាស់រសជាតិវាឆ្ងាញ់តែម្ដងរកវាចោលសិនទៅចាំដល់ពេលវាក្រៀមមកជានេះយើងកន្លះម្ដងទៀតកន្លះទៅកន្លះមកកន្លះទៅតាមបើឲ្យវាក្រៀមទៅចាំយើងចាត់ការតែម្ដងបន្ទាប់ពីយើងគ្របទុកមួយរយៈមកឥឡូវយើងបើកមើលសិនណាបងណាខ្លាចវាខ្លោចបាតវាណាបងណាព្រោះដោយសារនេះយើងប្រឡាក់ដាក់គ្រឿងមានដាក់ស្ករដាក់អីអញ្ចឹងណាបងប្អូនកាលណាយើងដាក់ស្ករទៅបើយើងដាក់ភ្លើងខ្លាំងវាខ្លោចចឹងដាក់ភ្លើងតិចហើយយើងក្របចឹងទៅអាក្របគម្របហ្នឹងវាជួយឲ្យត្រីយើងវាឆ្អិនសពសាច់ទាំងអស់ណាបងប្អូនរសជាតិដឹងតែអេមតែម្ដង
ស្អីទីលាប់យ៉ានេះអត់ទៅសម្បូរឆ្អឹងប្រហែលទេបងប្អូនមានតែឆ្អឹងនៅជាប់នឹងសាច់វាហ្នឹងមិនទៅសម្បូរឆ្អឹងប្រហែលអញ្ចឹងមិញហើយនឹងមនុស្សចាស់អីគាត់អាចនេសាទបានស្រួលញ៉ាំបានស្រួលណាបងប្អូនណាហើយទីលាប់យ៉ាឥឡូវយើងចាប់តាមព្រែទៅយ៉ាងមិនដែរចាំមើលយើងស្អិតតិចអូនណាយើងស្អិតតិចទីមួយស្អិតដោយសារយើងប្រឡាក់ដាក់ស្ករទីពីរស្អិតដោយសារខ្ទះយើងខ្ទះវាចំណាទៅហើយខ្ទះនឹងខ្ទះជរាបាត់ទៅហើយឥឡូវនេះយើងនៅមិនតាន់អីទេយើងក្របម្ដងទៀតក្របឲ្យវាឆ្អិនបន្តិចឆ្អិនតិចទៀតចឹងយើងប្រេម្ដងទៀតឆ្អិនជាការសាច់តែម្ដងតោះឥឡូវយើងចាប់តាមបើកកម្របឡើងដើម្បីប្រែវាឬក៏ប្រឡាក់វាហ្នឹងណាចាំមើលខាងក្រៅមានល្អឬមិនល្អខ្លោចឬមិនខ្លោចណាឬក៏មួយក៏ជាប់ជាមួយនឹងផ្ទះហ្នឹងអស់ហើយ1 2 3ពីងនៅជាប់របបស្បែកបន្តិចហ្នឹងណាតែល្អអត់អីទេអត់ខ្លោចទេប៉ុណ្ណេះគឺល្អណាស់អាចទទួលយកបានប៉ុណ្ណេះយើងក្របបន្តទៀតសិនទៅហើយឆ្អិនមួយជារៀងទៀតចាំយើងដាក់ឆ្អិនជាការសាច់តែម្ដងនៅមើលឃើញទេបានហើយប៉ុណ្ណេះរបបស្បែកបន្តិចបបស្បែកនឹងកតុយបន្តិចមិនមកយើងផ្ទះយើងវាចាស់ជរាហើយវាលេងខ្លាយជាផ្ទះជាប់ល្អរបស់គេហើយផ្ទះមិនជាប់តែយើងជៀនទៅវាជាប់នៅដឹងថាជាតិហើយមិននងមកត្រីឆ្ងាញ់ណាស់បងប្អូនរសជាតិវាឆ្ងាញ់តែម្ដងឥឡូវចាក់គ្រឿងចូលបងប្អូនណាតាមទឹកដែលយើងប្រឡាក់វានោះទឹកដែលយើងប្រឡាក់មានស្ករអំបិលប៊ីចេងអីហ្នឹងទឹកអីណាយើងប្រឡាក់វាដាក់ចូលដាក់ឲ្យវាចេញជាតិក្នុងហ្នឹងជាមួយគ្នាហ្មងហើយចង់លក្ខណៈចង់ចំហុយនេះអីទេបងប្អូនណាមិនតែអត់ទេព្រោះទឹកវាតិចដែរទេហើយអាត្រីយើងចាប់តាមក្រៀមណាឆ្អិនប្រហែលជា 80% អីហើយចឹងយើងគ្របចោលមួយសន្ទុះទៀតទៅឆ្អិនយើងអាចញ៉ាំបានដែរបងប្អូនឥឡូវយើងចាប់ដាំបើកគម្របមើលម្ដងទៀតមើលយ៉ាងមិនដែរឃើញថាត្រីចាប់ដាំក្រៀមល្អណាបងប្អូនណាកុំឲ្យវាក្រៀមពេកតែក្រៀមពេកក៏អត់ឆ្ងាញ់ដែរបងប្អូនវាស្ងួតណាបងប្អូនណាវាអត់វាអត់ស៊ូស៊ីយ៉ាងម៉េចនោះយើងមានសំណើមខ្លះត្រីហ្នឹងមានរសជាតិឆ្ងាញ់តែម្ដងហើយយើងក្រៀមពេកអត់ឆ្ងាញ់ទេខ្ញុំចូលចិត្តត្រីចៀនចូលចិត្តយើងថានៅរៀងតុនបកក្រៀមពេកអត់ឆ្ងាញ់ទេវាសោះណាបងប្អូនឥឡូវតាមកន្លះមកទៀតណាបងប្អូនណាយើងកន្លះទៀតមើលមិនដែរចាក់ទឹកខ្លោចបាត់ខាងក្រោមនឹងយ៉ាប់ឲ្យយើង
បើសិនជាវានេះមិនថាថាទឹកដែលយើងប្រឡាក់តយើងចាក់ចូលហ្នឹងបងណាអញ្ចឹងវាអាចមានពណ៌រៀងកម្ៅជាងមុនខ្លាំងនេះមិនមែនខ្លាញ់ទាំងអស់ទេបងណានៅក្នុងហ្នឹងមានទឹកប្រឡាក់វាទៅហើយយើងចាក់ចូលដើម្បីបង្កើនរសជាតិត្រីហ្នឹងត្រីនេះខ្ញុំប្រឡាក់យើងលឿនដែរទេអត់បានច្រើនប្រឡាក់ច្រើន1ម៉ោងដល់ម៉ោងផងព្រោះដោយសារបញ្ញាប់ញ៉ាំហើយអូអូមកអេមតែម្ដងពណ៌វិញមិនបាច់ថ្លៃវិចាគាត់នៅឃើញត្រីក៏លេបទឹកមាត់ដែរបងប្អូនរសជាតិជាតិណាស់ដឹងតែជាតិតែម្ដងរសជាតិប៉ុណ្ណេះហូបបាយនឹងដៃបងប្អូនឆ្ងាញ់ហូបបាយនឹងដៃជាតិតែមកទៀនចេះទៅយើងតាមមើលទិញហ្នឹងបងប្អូនណាព្រោះតែយើងអត់តាមមើលវាខាត់ខ្លោចដោយសារអីដោយសារយើងប្រឡាក់ដាក់ស្ករយើងវាខាត់ខ្លោចជាងយើងប្រឡាក់ធម្មតាអត់ដាក់ស្ករហើយស្ករនេះខ្ញុំប្រឡាក់ដាក់ស្ករពីងទៀតបងប្អូនណាស្ករត្នោតទៀតហ្នឹងព្រោះខ្ញុំចូលចិត្តប្រើស្ករត្នោតជាងស្ករសឥឡូវយើងឃើញថាត្រីរបស់យើងចាប់ផ្ដើមឆ្អិនបដាហើយនេះបានចូល 90% អីហើយចឹងតិចទៀតយើងចាប់ផ្ដើមដួសដាក់ចានហ្នឹងប្រឡំតែដួសចូលឬក៏ចាប់ដាក់ចានតែម្ដងរសជាតិដូចនឹងតែអេមហើយបងប្អូនមើលប៉ុណ្ណេះលាបទឹកមាត់គឺតែម្ដងអូយមានទឹកសក់មានអីស្គាល់ខ្លះចឹងទៀតទៅណាញ៉ាំតែម្ដងយើងជាប់បានពេញដោយសារដែលនិយាយដល់នោះណាដោយសារផ្ទះយើងផ្ទះចាស់ទេញ៉ាំខ្លួនឯងទេនឹងតែឆ្ងាញ់ទៀតឥឡូវឆ្អិនហើយដាក់ចានហើយបងប្អូនណាហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់សូមជួយ Subscribe Like និង Comment បងប្អូនណាជួបគ្នានៅវីដេអូក្រោយទៀតវីដេអូក្រោយខ្ញុំនឹងធ្វើពីរបៀបធ្វើម្ហូបឬមួយក៏ដំណើរកម្សាន្តផ្សេងៗដែលទាក់ទងនឹងការញ៉ាំហើយនឹងដំណើរកម្សាន្តទីកន្លែងរមណីយដ្ឋាននានាដែលសប្បាយៗណាបងប្អូនណាអរគុណច្រើនជម្រាបលាបាយបាយ